ដោយសារមានការគាំទ្រនិងសំណូមពរពីសំណាក់មហាជនទូទាំង25រាជធានីខេត្តក្រុងទូទាំងប្រទេសឲ្យផលិតកម្ម Sunday រៀបចំរំនាំបទភ្លេងចាប៉ីដើម្បីអភិរក្សនិងលើកស្ទួយសិល្បៈបុរាណខ្មែរពីកំពូលតារាចម្រៀងខេមរៈស្រីមុនភក្ត្របុត្របិណ្ឌភ្ជុំខ្មែរតែងជួបជុំគ្រប់ក្រុមគ្រួសារប្រជាប្រុសស្រីគ្រប់អាត្មាទៅវត្តទៅវាយ៉ាងសប្បាយហើយអើយទៅវត្តទៅវាយ៉ាងសប្បាយតែមានអ្នកខ្លាំងមិនព្រមធ្វើបុណ្យពពាំងពពូននៅតែទៀមស្រើចេញលក់ថ្ងៃនេះហើយ